ប៉ុងច្រើនរាល់ថ្ងៃជាប្រចាំជាបទពិសោធន៍ខ្ញុំនៅតែចាំអត់ភ្លេចទេអ្នកជំងឺខ្ញុំដែលគាត់ផឹកភេសជ្ជៈកំប៉ុងមួយថ្ងៃ6កែវគឺគាត់អត់ដែលបានគេងទេបានន័យថាមួយយប់គឺអត់ដែលគេងបាន1ម៉ោងទេអ្វីដែលខ្ញុំលើកទឹកចិត្តឲ្យប្រើភេសជ្ជៈដែលល្អនោះគឺទឹកសុទ្ធហើយបន្តមកទៀតផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងកំប៉ុងច្រើនរាល់ថ្ងៃជាប្រចាំជាបទពិសោធន៍ខ្ញុំនៅតែចាំអត់ភ្លេចទេអ្នកជំងឺខ្ញុំដែលគាត់ផឹកភេសជ្ជៈកំប៉ុងមួយថ្ងៃ6កែវគឺគាត់អត់ដែលបានគេងទេបានន័យថាមួយយប់គឺអត់ដែលគេងបាន1ម៉ោងទេគាត់អត់អាហ្នឹងអត់បានទេបើគាត់អត់បាយអត់ទឹកបានអញ្ចឹងគាត់ត្រូវតែញៀនអាហ្នឹងតែម្ដងគាត់ហូបអាហ្នឹងរហូតដល់ថ្នាក់អត់បានគេងលែងលក់ស្ពឹកខ្លួនទាំងអស់នឹងខ្ញុំចាំមួយទៀតជំងឺជាច្រើនដែលអាយុ22 28 8 10ក៏មានដែរគាត់ថាគាត់ភាសាគ្រឿងកំប៉ុងតែ1ឆ្នាំ2ឆ្នាំគាត់អត់សូវបានគេងគាត់ញ៉ាំតែហ្នឹង2ឆ្នាំអីហ្នឹងទឹកនោមផ្អែមគាត់ឡើងខ្លាំងមែនតើឆ្នាំ3-4មុខអត់ចុះទេយើងឃើញក្មេងៗប្រឈមមុខអានឹងច្រើនមែនតើហើយគាត់ស្ដាយក្រោយក៏ច្រើនដែរខ្ញុំសម្ភាសគាត់បានច្រើនដែរអានេះគឺជាផលវិបាកនៃinsulin resistant ផលវិបាកនៃ metabolic នៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងរើសអាហារអត់ត្រឹមត្រូវអាហារដែលត្រឹមត្រូវភេសជ្ជៈដែលត្រឹមត្រូវបើសិនជាយើងស្រេកទឹកយើងញ៉ាំទឹកយើងមិនមែនទៅញ៉ាំទឹកផ្អែមឬក៏គ្រឿងកំប៉ុងទេប្រាស់ទេជាទូទៅយើងត្រូវការទឹក2 3លីត្រដើម្បីទ្រទ្រង់ពីព្រឹកដល់ល្ងាចដល់យប់នឹងឯងដើម្បីកុំឲ្យឈឺក្បាលកុំឲ្យខ្សោយត្រង់នោមបើសិនជាយើងខ្វះជាតិទឹកយើងនឹងឈឺក្បាលរ៉ាំរ៉ៃឈឺសាច់ដុំរ៉ាំរ៉ៃឬក៏អ្នកខ្លះខ្សោយតម្រង់នោមតែម្ដងហើយនៅពេលដែលយើងប្រើភេសជ្ជៈមិនត្រឹមត្រូវយើងនឹងញៀនជាមួយនឹងភេសជ្ជៈនោះឯងយើងអត់វាលែងបានហើយដើម្បីការពារជំងឺជាច្រើនយើងចាប់ផ្ដើមពីជំងឺ metabolic ចាប់ផ្ដើមពីជំងឺទឹកនោមផ្អែមនឹងទៅមុនគឺយើងត្រូវចេះមើល label នៃអាហារដែលយើងហូបអាហារកញ្ចប់ឬក៏អាហារកំប៉ុងដែលសរសេរដែលទុកបានយូរដាក់សារធាតុហ្នឹងយើងត្រូវចេះមើលដែរបើមិនអញ្ចឹងទេយើងនឹងប្រឈមមុខគ្រោះថ្នាក់អ្វីដែលខ្ញុំលើកទឹកចិត្តឲ្យប្រើភេសជ្ជៈដែលល្អនោះគឺទឹកសុទ្ធហើយបន្តមកទៀតទឹកដោះគោស្រស់ហើយនឹងទឹកដូងអីចឹងទៅបើសិនជាគាត់មិនទាន់មានទឹកដូងផ្អែមទេសម្រាប់ការថែទាំទឹកសំខាន់ចំណីអាហារប្រូតេអ៊ីនក៏សំខាន់ណាខ្លាញ់ក៏សំខាន់ណាបន្លែផ្លែឈើក៏សំខាន់អាហារដែលសំខាន់សម្រាប់ខ្លួនរបស់យើងនេះគឺត្រូវមានអាហារថាមពលនឹងឯងអាហារការពារនិងអាហារសាងសង់អញ្ចឹងសំខាន់ទាំងអស់ដូច្នេះយើងចេះមានតុល្យភាពរវាងតម្រូវការហើយនឹងបើសិនជាយើងញ៉ាំលើសយើងយកចេញខ្លះទៅវាអាចជួយរក្សាសុខភាពយើងបានយូរដែរដើម្បីជៀសវាងជំងឺពេញនិយមគឺជំងឺទឹកនោមផ្អែមនេះ